តមានបងអូនណាដែលក៏អាចចេះធ្វើ VTuber ក៏អត់តាន់ចេះធ្វើអញ្ចឹងថ្ងៃនេះខ្ញុំមកបង្រៀនពីរបៀបចូលទៅក្នុង app AV ហើយនិងពីរបៀប download app AV ថាវាមានអីខ្លះអញ្ចឹងយើងចូលមក Play Store ជាដំបូងហើយសម្រាប់ទូរស័ព្ទប្រភេទ Android អ្នកទាំងអស់គ្នាត្រូវមាន Gmail 2អ្នកទាំងអស់គ្នាបង្កើត Gmail បាន2ទើបអ្នកទាំងអស់គ្នាអាចធ្វើវាកើតអញ្ចឹងយើងបង្កើត Gmail 2ហើយយើងចូលមកក្នុងកន្លែង search ហើយយើង download app មួយដែលមានឈ្មោះថា Proton តាមអ្នកនរគ្នាខ្ញុំសុំនិយាយកន្លែងនោះបន្តិចកន្លែងនោះដោយសារតែខ្ញុំលុបដំណើរ app ហ្នឹងទៅវិញទៅមកដោយសារតែវាអត់ចូលប្រទេសជប៉ុនតែជាធម្មតាគឺ app ហ្នឹងតែយើង download វាមកភ្លាមគឺវាចូលទៅក្នុងប្រទេសជប៉ុនហើយបើយើង connect វាអញ្ចឹងបើសិនជាអ្នកនរគ្នា download វាមកវាអត់ចូលក្នុងប្រទេសជប៉ុនទេអ្នកនរគ្នាលុបវាហើយ download ទៅមួយក៏ change វារហូតទៅវាតតែវាចូលក្នុងប្រទេសជប៉ុនទៅយើងអាច download app នឹង AV នឹងកើតតឥឡូវចូលទៅវីដេអូយើងបន្តទៀតចឹងអ្នកគ្នាដល់សម័យសំណាងដោយសារតែខ្ញុំធ្វើវីដេអូអញ្ចឹងវាពិបាកតែអ្នកគ្នាវាអត់ដោយអីដែលខ្ញុំចង់បានតែបើសិនជារដងខ្ញុំដើរមកគឺវាអូតូទៅប្រទេសជប៉ុនហ្មងចឹងខ្ញុំធ្វើដូចរដងហ្នឹងនេះគឺថាវាទៅប្រទេសជប៉ុនហ្នឹងចឹងយើងចូលមកយើងចូលមកក្នុង Play Store វិញមកហើយយើងដូរដាក់ Gmail ដែលយើងអត់ប្រើការណាអ្នកនរគ្នាដូរដាក់ Gmail ហ្នឹងមកចឹងនៅពេលដែលយើងចូលមកដល់ Gmail ហ្នឹងគឺជាធម្មតាវាតែងតែមានអក្សរជប៉ុនចេះអ្នកនរគ្នាចឹងយើងអាច download app AV ហ្នឹងបានហ្នឹងហើយយើងចូលមកក្នុងនេះមកយើង download កើតហើយធ្វើអ្នកនរគ្នាចឹងយើងចូលមកក្នុង app ហ្នឹងពេលដែលអ្នកនរគ្នាចូលមកក្នុង app ហ្នឹងវាឲ្យយើងឲ្យរើសយើងវាឲ្យយើងចុចពាក្យថា start បន្ទាប់មកឲ្យយើងវាយថ្ងៃខែឆ្នាំកំណើតអញ្ចឹងកន្លែងហ្នឹងវាអត់មានអីត្រូវសំខាន់ទេអញ្ចឹងខ្ញុំមកប្រាប់ពីការដូរ avatar ដូរអីធម្មតាហ្នឹងឯងអញ្ចឹងពេលយើងដាក់ outfit យើងដាក់អីហើយដែលយើងត្រូវការយើងចង់បានហ្នឹងហើយយើងចង់ដូរអីផ្សេងទៀតឧទាហរណ៍យើងចង់ដូរដូចជាសក់ឬមួយក៏អីថ្មីទៀតអ្នកនរគ្នាដូរតាមហ្នឹងអញ្ចឹងអ្នកនរគ្នាចូលមកកន្លែងរូបផ្ទះនេះហើយអ្នកគ្នាយកអូសមកក្រោមរកពាក្យថាសອບនេះមកតើមកអ្នកគ្នាចុចលើវាហើយអ្នកគ្នាមានមើលមកកន្លែងនេះមាន hair style មាន eye មាន skin top bottom set outer ហ្នឹងសិតតារបស់ដែលអ្នកគ្នាត្រូវការជាចាំបាច់ហើយអញ្ចឹងអានេះសក់ដែលខ្ញុំចង់បាន hair style ដែលខ្ញុំត្រូវការចឹងខ្ញុំបញ្ជាក់កន្លែងនេះរបស់មួយគឺសិតតែដាក់លុយទាំងអស់គឺសិតតែត្រូវការអក្សរមាសនឹងដើម្បីទិញទាំងអស់ដោយសារតែបើសិនជានៅក្នុងប្រទេសជប៉ុនអាហ្នឹងវាអាចនឹងគេមានអីដែលថាដាក់យកកាក់នឹងទិញបានតែបើសិនជានៅក្នុងប្រទេសខ្មែរយើងអាចនឹងប្រើ Smart Pay អ្នកនរគ្នាអញ្ចឹងអ្នកនរស្រីតាមហ្នឹងមកអានេះខ្ញុំកម្រងនឹងទិញដែរអ្នកនរគ្នាហើយសម្រាប់ភ្នែកហើយសក់ហើយនឹងហើយអាវនេះអានេះ outfit របស់ខ្ញុំចឹងខ្ញុំដូរពណ៌មួយនេះអញ្ចឹងគឺថា outfit ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាហើយមានដូចជាសក់អាវហើយនឹងភ្នែកតែប៉ុណ្្នឹងឯងបើសរុបទៅវាចូល30ចូល40អីដែរចឹងអានេះសិតតែរបស់អ្នកនរគ្នាត្រូវការអ្នកនរគ្នាចង់ដាក់អីក៏ដាក់ទៅហើយនៅពេលដែលអ្នកនរគ្នាឲ្យចូលមកក្នុង account ដំបូងគឺវាមានលក្ខណៈបែបនេះចឹងខ្ញុំធ្វើការរងចាំសិនទៅនេះវាមានលក្ខណៈបែបនេះអញ្ចឹងអ្នកនរគ្នាពេលចូលមកដល់ដំបូងគេឲ្យរើស type ដូចជា girl and boy អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នារើស boy មកហើយអ្នកនរគ្នារើស outfit ដែលអ្នកនរគ្នាត្រូវការចូលដំបូងវាមានលក្ខណៈបែបហ្នឹងហើយដល់ពេលអ្នកនរគ្នារើសហើយយើងចុចថា save មកហើយនៅពេលដែលអ្នកគ្នាចុច save ហើយវានឹងធ្វើការ load ឲ្យយើងហ្នឹងហើយយើងនឹងធ្វើការថតរូបដើម្បីតាំងនៅក្នុង profile ដូចជានៅក្រោមនេះចឹងអ្នកនរគ្នាអញ្ចឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំ Reno បាយបាយអ្នកនរគ្នា